ជំរាបសួរខ្ញុំបាទឈ្មោះច័ន្ទរដ្ឋាជាស្ថាបត្យករមួយរូបសប្តាហ៍រស់នៅខណ្ឌរសីកែវខ្ញុំប្រើប្រាស់ម៉ូតូ Puzo Diango Cafe Racer កម្លាំង150ចំពោះ Puzo ខ្ញុំបានជិះប្រភេទ Diango ពណ៌សមួយហើយអញ្ចឹងបទពិសោធន៍ខ្ញុំក៏ជិះពីមុនមកដែរអញ្ចឹងវាមានអារម្មណ៍ថាយើងពេញចិត្តនឹងម៉ូតូហ្នឹងម៉ូតូពីមុនហ្នឹងដោយសារអ្នកចិត្តខាងគាត់ឃើញគាត់ស្រឡាញ់គាត់ថាប្លែកហើយស្អាតអញ្ចឹងក៏គាត់សុំចែកយើងអញ្ចឹងក៏យើងថាអូខេគាត់ស្រឡាញ់ហើយក៏យើងចែកជូនគាត់ប្រើប្រាស់ដែរទៅអញ្ចឹងណាហើយក៏ខ្ញុំឃើញក្រុមហ៊ុនចេញម៉ូតូថ្មីក៏ខ្ញុំស្រឡាញ់ទាំងពណ៌ទាំងរូបរាងទាំងភាព unique ទៅខ្ញុំទិញមួយទៀតបាទចំពោះអារម្មណ៍ខ្ញុំពេលដែលប្រើប្រាស់ម៉ូតូដំបូងមានភាព unique ហើយវាស្រស់ស្អាតប្លែកពីម៉ូតូផ្សេងហើយការប្រើប្រាស់ម៉ូតូវាមានផាសុកភាពចំណុចដែលសំខាន់ដែលខ្ញុំទាក់ទាញទី1រូបរាងវាមិន classic ពេកវាមិន modern ពេកវាស័ក្តិសមនឹងយុវវ័យគ្រប់ស្រទាប់ឬទី2ពណ៌រចនាបែបសម័យថ្មីហ្នឹងវាសមស្របទៅតាមសម័យកាលបច្ចុប្បន្នចំពោះកែបក្រោយហ្នឹងអាចថាជាម៉ូដដែលទាន់សម័យហើយជាពិសេសទៀតហ្នឹងវាមានឈ្នួនសម្រាប់ចុចបានអញ្ចឹងវាមានភាព unique សម្រាប់ម៉ូតូហ្នឹងម្យ៉ាងទៀតវាមានកបាំងនិងត្រចៀកពីដូចស្លាបអញ្ចឹងវាស្អាតប្លែកពីម៉ូតូផ្សេងបាទពេលខ្លះមានគេសួរថាម៉ូតូហ្នឹងម៉ាកអីគេម៉ាកនេះមែនតែថាមែនទេបងម៉ូតូរបស់ក្រុមហ៊ុន Puzo Diango ចេញថ្មីបងម៉ូដប្លែកហើយស្អាតអញ្ចឹងណាហើយក៏សួរនាំថងគេលក់មិនតម្លៃប៉ុន្មាននៅទីតាំងណាឯណាទៅមានគេសួរច្រើនមានគេស្ដាប់កម្រិតស៊ីសាំងវាជិះទៅវាធម្មតាវាអត់ស៊ីពេកតាមកម្លាំងរបស់វា150ប៉ុណ្ណឹងគឺសមរម្យបាទចំពោះបទពិសោធន៍ខ្ញុំធ្លាប់ជិះពីមុនមកហើយនឹងម៉ូតូថ្មីខ្ញុំបានសាកឲ្យម៉ូតូទាំងផ្លូវរាបស្មើទាំងកលុកទាំងអីគឺជិះបានអត់អីទេនឹងល្អខាប់ល្អហើយវាអត់ចាញ់ខ្យល់ធ្លាប់អាហ្នឹងមើលម៉ូតូចាស់ពីមុនអា Puzo Diango ពណ៌សរបស់ខ្ញុំហ្នឹងខ្ញុំធ្លាប់ជិះបានឆ្ងាយរៀងជិះក្រុងដែរហើយឌុបគ្នាច្រើនពី3នាក់ទៀតក៏អត់អីដែរវាដោយសារវាកែបវែងហើយវាហាប់បទពិសោធន៍ខ្ញុំកន្លងមកដែលជិះម៉ូតូ Puzo ខ្ញុំមក check មើលគាត់ស្រួលពេលខ្លះខ្ញុំញាក់ម្ដងតាម Telegram ទៅខាង service គាត់ណាត់មកយើងមកធ្វើទៅប្រាប់ថាបងឲ្យតែចាំប៉ុណ្ណេះនាទីម៉ូតូអញខូចខ្លះអីខ្លះអញ្ចឹងមានគ្រប់គ្រាន់ចំពោះគ្រឿងហើយសេវាកម្មការនិយាយស្ដីនិងផ្ដល់ទំនុកចិត្តយើងគឺល្អបាទចុងក្រោយខ្ញុំមានពាក្យពេចន៍មួយចំនួនដែលតាក់ទងជាមួយអ្នកចូលចិត្តម៉ូតូបែបប្លែកចង់ប្ដូររសជាតិនិយមថ្មីដែលមើលទៅវាបែប Cafe Racer Classic អាចទៅ check មើលនិងទទួលយករសជាតិថ្មីពីម៉ូតូ Cafe Racer Diango កម្លាំង150បាទអរគុណច្រើនបង